ចំណុចទី3គឺបងប្អូនដែលមានប្រវត្តិគ្រួសារនឹងកើតជំងឺមហារីកថ្លើមទោះបីថាជាឪពុកម្ដាយបងប្អូនបង្កើតយើងមានហានិភ័យអាចនឹងមានការប្រឈមមុខខ្ពស់ចំពោះការវិវត្តទៅរកមហារីកថ្លើមអញ្ចឹងបុគ្គល3ចំណុចនេះបុគ្គល3ក្រុមនេះគឺជាបុគ្គលដែលដាក់ចូលទៅក្នុងនីតិវិធីតាមដានរុករកមហារីកថ្លើមបាទសូមជំរាបសួរបងប្អូនបាទថ្ងៃនេះខ្ញុំបាទវិជ្ជាមនភិវសូរ៉ានសូមលើកយកនៅប្រធានបទខ្លីមួយដែលនិយាយអំពីការតាមដានរុករកការប្រឈមមុខជាមួយនឹងជំងឺមហារីកថ្លើមដែលវាជាចំណុចគន្លឹះសំខាន់សម្រាប់បងប្អូនយើងដែលមានជំងឺថ្លើមការតាមដាននេះវាអាចឲ្យយើងធ្វើការព្យាបាលជំងឺមហារីកថ្លើមបាននៅដំណាក់កាលដំបូងទាន់ពេលវេលាហើយអាចនឹងទទួលបានការជាសះស្បើយដោយវាមិនរងចាំដល់ជំងឺមហារីកថ្លើមនោះចេញរោគសញ្ញាឬមួយក៏វិវត្តដល់ដំណាក់កាលហួសពេលវេលាក្នុងការជួយសង្គ្រោះចំពោះនីតិវិធីក្នុងការតាមដានគេហៅថា screening guideline រោគមហារីកថ្លើមហ្នឹងយើងមានការតាមដានទៅលើ3ចំណុចសំខាន់ចំពោះអ្នកជំងឺដែលត្រូវតាមដានអ្នកដែលទី1អ្នកដែលមានប្រវត្តិជំងឺថ្លើមរ៉ាំរ៉ៃអ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃនេះមានន័យថាកំពុងតែឈឺជំងឺថ្លើមរ៉ាំរ៉ៃដូចជាជំងឺរលាកថ្លើមប្រភេទ B រលាកថ្លើមប្រភេទ C ជាដើមទី2ចំពោះបងប្អូនដែលមានជំងឺក្រិនថ្លើមកំពុងតែក្រិនថ្លើមបើទោះថាក្រិននៅក្នុងដំណាក់កាលណាក៏ដោយដំណាក់កាល compensate ដំណាក់កាល decompensate ស្រាលឬក៏ធ្ងន់ក៏ត្រូវតែតាមដានរុករកមានមហារីកថ្លើមដែរឬអត់ចំណុចទី3គឺបងប្អូនដែលមានប្រវត្តិគ្រួសារនឹងកើតជំងឺមហារីកថ្លើមបាទមានមហារីកថ្លើមទោះបីថាជាឪពុកម្ដាយបងប្អូនបង្កើតយើងមានហានិភ័យអាចនឹងមានការប្រឈមមុខខ្ពស់ចំពោះការវិវត្តទៅរកមហារីកថ្លើមអញ្ចឹងបុគ្គល3ចំណុចនេះបុគ្គល3ក្រុមនេះគឺជាបុគ្គលដែលដាក់ចូលទៅក្នុងនីតិវិធីតាមដានរុករកមហារីកថ្លើមអញ្ចឹងតែយើងមើលអីខ្លះចំពោះមហារីកថ្លើមហ្នឹងចំពោះមហារីកថ្លើមយើងតាមដានតែ2ចំណុចទេតាមដានតែ2ចំណុចទេតាមដានរុករកមិនមែនយើងកើតទេយើង screening យើងតាមរុករកតែយើងមានការប្រឈមតែ2ចំណុចទេទី1គឺយើងមើលតេស្តឈាមនោះគឺយើងមើល alpha fetoprotein ឬក៏យើងហៅ AFP alpha fetoprotein នេះមែនតើទៅវាជាប្រូតេអ៊ីនពិសេសមួយដែលផលិតចេញពីកោសិកាមហារីកថ្លើមប៉ុន្តែប្រូតេអ៊ីននេះក៏មានការផលិតចេញក្រៅថ្លើមដែរដូចជានៅលើស្បូនដៃស្បូនជាដើមក៏អាចផលិតនៅ alpha fetoprotein ដែរអញ្ចឹងកាលណាឡើង AFP អាចជាពន្លឺឲ្យវិជ្ជាមនិតត្រូវក្រឡេកមើលថាតើ AFP នោះឡើងដោយសារតែកោសិកាថ្លើមបំរុងនិងវិវត្តទៅរកមហារីកឬរឿងក្រៅថ្លើមដែលគេនឹងត្រូវធ្វើ work up បន្តទៀតអញ្ចឹងកាលណា alpha fetoprotein កើតឡើងមាននឹង2មហារីកថ្លើមឬក៏មហារីកក្រៅថ្លើមឬក៏មានជំងឺក្រៅថ្លើមដូចជាស្ត្រីមានផ្ទៃពោះក៏អាច AFP កើតឡើងដែរដុំគិសផ្សេងក៏អាច AFP កើតឡើងដែរ
អញ្ចឹងកាលណា AFP កើនឡើងយើងត្រូវ walk up អាច CT scan អាច MRI អញ្ចឹងអ្នកដែល3ពួកដែលនិយាយមិញ3ក្រុមដែលនិយាយមិញហ្នឹងមានហានិភ័យខ្ពស់ដែលអាចកើតមកឲ្យថ្លើមប្រសិនបើយើងឆែកទៅឃើញ AFP កើនឡើងអញ្ចឹងយើងត្រូវធ្វើតាម step របស់គេបន្តទៀតហើយយើងអាចរកឃើញតាន់ពេលវេលាយើងអាចព្យាបាលបានលឿនចំណុចទី2គឺ echo យើងមើល echo ថ្លើម liver ultrasound យើងមើល texture យើងមើលផ្ទៃរបស់ថ្លើមយើងមើល structure រចនាសម្ព័ន្ធថ្លើមប្រព័ន្ធឈាមរត់នាំឈាមចេញចូលក្នុងថ្លើមកោសិកាថ្លើមហ្នឹងវាគ្រើមវាកពកវាមានដុំអីខុសប្រក្រតីជា nodule ជាម៉ាស់អីខុសប្រក្រតីដែរអត់បើវាអាឡូងស្អាតទេតែ AFP កើនឡើងគ្រូពេទ្យមិនសូវគិតទៅរកមកឲ្យថ្លើមទេប៉ុន្តែអាចនឹងការគេ early stage of liver cancer ក៏វាអាចកើនឡើងតែអត់ទាន់ឃើញដុំសាច់ទេអញ្ចឹងយើងអាចទៅរុញទៅធ្វើ scan ឬក៏ MRI ថ្លើមដែលយើងអាចឃើញតាន់គេអាចព្យាបាលលឿនអាចជាសះស្បើយបានតាន់ពេលវេលាអញ្ចឹង AFP ជាមួយ liver ultrasound echo ថ្លើមយើងតម្រូវឲ្យធ្វើរៀងរាល់6ខែម្ដងអញ្ចឹងដុកទ័រតែងតែ request តែងតែសំណើឲ្យបងប្អូនធ្វើតេស្តពីរនេះចំពោះបងប្អូនដែលចង់ឆែកសុខភាពថ្លើមហើយបងប្អូនដែលមានខ្លួនចូលទៅក្នុងក្រុម3ក្រុមមានជំងឺថ្លើមមានជំងឺក្រិនថ្លើមមានប្រវត្តិគ្រួសារស្លាប់ឬក៏កើតជំងឺមហាយថ្លើមអាហ្នឹងត្រូវចូលទៅមើលហើយក្រៅទៅពីយើង walk up ទៅលើតេស្តផ្សេងដែលយើងមានស្រាប់គឺគេ add តេស្តពីរនេះចូលហើយទាំង liver ultrasound echo ថ្លើមហើយនឹងតេស្ត AFP អញ្ចឹងយើងអាចរកតាន់យើងរកតាន់បងប្អូននៅក្នុង cancer នៅក្នុងក្រិនថ្លើមនៅក្នុងមហារីកថ្លើមវាមាន stage របស់វាមានដំណាក់កាលរបស់វាដំណាក់កាល0ដំណាក់កាល1 2 3 4ជាដើមអញ្ចឹងបើយើងរកនៅដំណាក់កាល0ឬក៏ដំណាក់កាល1យើងអាចព្យាបាលជាយើងកុំទុកដល់2ដល់3ដល់4អាហ្នឹងវាបានត្រឹមតែការព្យាបាលគេហៅថាទប់ទល់ឬក៏ព្យាបាលសម្រន់ពន្យាជីវិតតែអញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំសូមចែករំលែកនៅប្រធានបទខ្លីតូចមួយតែប៉ុណ្ណេះចំពោះការធ្វើតេស្ត AFP ជាមួយនឹង echo ថ្លើមរៀងរាល់6ខែម្ដងចំពោះបុគ្គល3ក្រុមដែលខ្ញុំរៀបរាប់មកខាងលើនោះដែលមានសារៈសំខាន់អាចឲ្យយើងរកឃើញជំងឺមហារីកថ្លើមនៅក្នុងដំណាក់កាលលឿនទាន់ពេលវេលាបាទសូមអរគុណ Clinic វឌ្ឍនវិទ្យាជា clinic ប្រចាំគ្រួសាររបស់លោកអ្នក